ឥឡូវមករឿងប្រឹក្សាយោបល់ប្រិយមិត្តយើងក៏សួរណាគាត់ឆ្ងល់ថាហេតុអីបានជាមួយរយៈនេះគាត់ចេះតែបាក់ទឹកចិត្តចាតាមពិតរឿងបាក់ទឹកចិត្តជាជំងឺមួយមិនមែនត្រឹមតែអ្នកសួរទេប្រជាពលរដ្ឋយើងភាគច្រើនណាស់ដែលមានជំងឺផ្លូវចិត្តហើយប្រទេសដែលមានការអភិវឌ្ឍកាន់តែខ្លាំងជំងឺផ្លូវចិត្តក៏មានកាន់តែច្រើនដែរបានកើនឡើងយើងមើលអ្នកខ្លះដូចទៅមិនដឹងថាត្រូវធ្វើអីក៏នាំគ្នាទៅប្រព្រឹត្តរឿងណាមួយដែលមិនគប្បីចឹងទៅដូចជាការរាំរែកការទៅបង្កើតលបែងពីលាអាវ៉ាខ្សែផ្សេងហ្នឹងប្រទេសមួយហ្នឹងគេទៅជាវប្បធម៌របស់គេគេប្រឡែងគោឲ្យដេញជលហ្នឹងដេញជលចឹងទៅអញ្ចឹងបើយើងមើលទៅមើលរូបភាពពេលខ្លះបើយើងមើលពីក្រៅហ្នឹងទៅលេងអីលបែងយកជីវិតទៅបដូរឲ្យឈួតអញ្ចឹងប៉ុន្តែគេថាគេសប្បាយដើម្បីកាត់បន្ថយអាភាពតានតឹង stress របស់គេអញ្ចឹងណាអញ្ចឹងទៅក៏នឹកឃើញបង្កើតស្រាបង្កើតបារីបង្កើតគ្រឿងញៀនបង្កើតនេះបង្កើតនោះមកដើម្បីបំពេញចំណង់តណ្ហារបស់ខ្លួនឯងនេះឯងអញ្ចឹងរឿង stress បាក់ទឹកចិត្តនេះវាមាន2ដំណាក់កាលដែរហើយមនុស្សគ្រប់គ្នាក្នុងមួយជីវិតគឺឆ្លងកាត់2ដំណាក់កាលធំដំណាក់កាលដែលយើងបាក់ទឹកចិត្តក្នុងវ័យជាទូទៅនេះមួយបានន័យថាយើងជួបក្នុងដំណាក់កាលសិក្សាការប្រាថ្នាអីក៏ខកចិត្តឪពុកម្ដាយគ្រួសារអីអាហ្នឹងជាទូទៅទៅហើយប៉ុន្តែការបាក់ទឹកចិត្តនៅផ្នែកទី2ហ្នឹងគឺនៅពេលណាដែលយើងបាត់បង់អ្វីដែលបាត់បង់ក្នុងជីវិតរបស់យើងបាត់បង់អ្នកជាទីស្រឡាញ់បាត់បង់សមាជិកគ្រួសារបាត់បង់អីផ្សេងខ្ញុំគាត់ចែកជា2តាមពិតវាមានតូចទៀតទៅដំណាក់កាលដែលយើងបាក់ទឹកចិត្តដោយការប្រាថ្នារឿងគោលបំណងតូចទៀតហើយមនុស្សយើងប្រយ័ត្នបំផុតគឺក្នុងមួយជីវិតមានដំណាក់កាលមួយដែលធ្ងន់ធ្ងរបំផុតនោះគឺការបាក់ទឹកចិត្តដែលមិនអាចព្យាបាលបាននេះជំងឺបាក់ទឹកចិត្តដោយសារតែខ្វះនៅគោលបំណងធំសម្រាប់គោលដៅជីវិតខ្លួនឯងបាទហើយជំងឺបាក់ទឹកចិត្តនេះវាចែកទៅជាផ្នែកទៅទៀតអ្នកខ្លះបាក់ទឹកចិត្តចាប់ផ្ដើមរស់នៅសំងំតែម្នាក់ឯងនៅក្នុងបន្ទប់មិនចង់ជួបអ្នកណាទាំងអស់មិនចង់ជជែកមិនចង់ធ្វើអីទាំងអស់ចេះតែសំងំនៅក្នុងបន្ទប់នឹងគឺអ្នកបាក់ទឹកចិត្តខ្លះអញ្ចឹងហើយរហូតដល់ខ្លាចគេយូរទៅចាប់ផ្ដើមខ្លាចមនុស្សនៅខាងក្រៅទាំងអស់អត់ចង់ហ៊ាននិយាយឬអត់ចង់ជួបប្រឈមមុខអ្វីទាំងអស់នឹងគឺជំងឺបាក់ទឹកចិត្តមួយផ្នែកឯមួយផ្នែកទៀតវាជាជំងឺមិនបាក់ទឹកចិត្តទេប៉ុន្តែវាជាជំងឺអំនួតស្រវឹងវង្វេងហើយក៏យល់ច្រឡំថាខ្លួនឯងហ្នឹងគឺអស្ចារ្យជាងគេនៅក្នុងโลกហ្នឹងគេចូលវិកលចរិតណាហើយវិកលចរិតនេះពិបាកព្យាបាលជំងឺឆ្កួតអាចងាយព្យាបាលតែវិកលចរិតមិនងាយទេហេតុអីបាននិយាយចឹងឆ្កួតវាមានលក្ខខណ្ឌឆ្កួតដូចថានៅក្នុងកន្លែងមួយគេពុករលួយគ្រប់គ្នាអស់ហើយតែមានតែម្នាក់ឯងហ្នឹងត្រឹមត្រូវជាងគេហៅឆ្កួតហ្នឹងជំងឺឆ្កួតហ្នឹងបាទប៉ុន្តែជំងឺវិកលនេះគឺជំងឺដែលតាក់ទងទៅនឹងខាងចិត្តសាស្ត្រអញ្ចឹងម្នាក់ខូចចិត្តបាក់ទឹកចិត្តចង់គេចវេះអំពីបញ្ហាតែមួយទៀតជំងឺផ្លូវចិត្តផ្លូវអារម្មណ៍ដែរប៉ុន្តែវាស្ថិតនៅក្នុងភាពអំនួតដែលមើលទៅគឺស្ថានភាពទឹកចិត្តខ្លួនឯងនឹងវាឡើងជ្រុលរហូតដល់មើលឃើញអ្នកផ្សេងគឺមិនដូចខ្លួនឯងទេមិនអស្ចារ្យជាងខ្លួនឯងទេតែជំងឺទាំងពីរនេះបាក់ទឹកចិត្តដោយសារសេចក្តីខ្លាចភ័យខ្លាចអាចនឹងទៅជាអត្តឃាតខ្លួនឯងទៅទី2អ្នកដែលមានទឹកចិត្តឡើងជ្រុលពេកនោះគឺគាត់តែងតែមានសេចក្តីអំនួតខ្លាំងតែនៅពេលដែលសេចក្តីអំនួតរបស់គាត់នឹងឡើងជ្រុលពេកយូរវានឹងបាត់បង់មនោសញ្ចេតនាឬក៏បាត់បង់មិត្តភក្តិញាតិសន្តានចិត្តស្និទ្ធទៅក៏វាខ្លាចទៅជាឯកាក៏អាចប្រឈមទៅជា
បាក់ទឹកចិត្តមកវិញធ្លាក់ដល់កម្រិតពិបាកដូចជាអ្នកដែលមានអារម្មណ៍ភ័យខ្លាចដែរអញ្ចឹងទាំងអស់នេះកើតឡើងពីណាមកមានឫសគល់របស់វានេះគឺចំណងរបស់យើងនេះឯងនៅពេលណាសេចក្តីប៉ងប្រាថ្នាសម្រាប់ខ្លួនឯងឲ្យគប់ចិត្តខ្លួនឯងតែវាអត់បានសម្រេចវាបែរជាខំព្យាយាមប្រាថ្នាតែមិនបានអ្វីដែលមិនប្រាថ្នាតែងមកអញ្ចឹងបានព្រះអង្គសម្ដែងថាមនុស្សយើងវាមានបញ្ហានៅកន្លែងហ្នឹងឯងតណ្ហាភវៈតណ្ហាវិភវៈតណ្ហាទៀមទានៅអ្វីដែលចង់បានទៀមទាអ្វីដែលនៅក្នុងភពនិងទៀមទាអ្វីដែលមិនមែននៅក្នុងភពបាទអញ្ចឹងបានន័យថាទៀមទានៅអ្វីគ្រប់យ៉ាងឲ្យពេញចិត្តគប់ចិត្តចំពោះខ្លួនឯងហើយក៏វាអត់បានទៅគប់ចិត្តនឹងបានគ្រប់គ្រាន់ចាហើយអ្នកខ្លះទៀតនឹងប្រាថ្នាថានៅក្នុងភពធ្វើម៉េចឲ្យបានជាតិកំណើតល្អមានអ្វីល្អគ្រប់បែបយ៉ាងហើយមួយទៀតនឹងប្រាថ្នាថាកុំឲ្យកើតតទៀតណាកុំឲ្យមានជាតិមានកំណើតតទៅទៀតសេចក្តីប្រាថ្នាទាំងអស់នោះវាកើតឡើងដោយការវិលចុះឡើងវារកនៅផ្លូវទៅរកនៅសេចក្តីសុខនឹងអត់ឃើញទេអញ្ចឹងបានន័យថាសេចក្តីសុខមិនមែនកើតឡើងចេញពីការប្រាថ្នាទេគឺកើតឡើងចេញពីការលះចោលទៅបើយើងស្វែងរកទៅផ្លូវព្រះនិព្វាននោះមិនមែនព្រះនិព្វានដោយសារខំប្រឹងស្វែងរកទេគឺខំប្រឹងទម្លាក់ចោលទម្លាក់ចោលអីទម្លាក់ចោលទិដ្ឋិមានះទម្លាក់ចោលសកាយៈទិដ្ឋិទម្លាក់ចោលជារបស់ខ្លួនអនត្តាហ្នឹងគេបានឲ្យទីយើងពិចារណាឃើញតែរបស់ទាំងឡាយគឺអនត្តាវាមិនមែនជារបស់ខ្លួនគ្រប់បែបយ៉ាងវាគ្រាន់តែជារបស់ដែលខ្ចីគេមកទេរបស់ដែលវាកើតឡើងហើយក៏រមែងរលត់បាត់ទៅវិញគេហៅថាអនិច្ចំវាអត់មានអីទៀងទាត់ទេអញ្ចឹងបានយើងពិចារណាមើលទៅឃើញថាដំណើរនៃធម្មជាតិទាំងអស់ហ្នឹងគឺវាអត់មានអីជារបស់ខ្លួនអត់មានអីជាចំណែកដែលត្រូវហួងហែងអត់មានអីដែលត្រូវប្រកាន់ខ្ជាប់អាហ្នឹងឯងដែលធ្វើឲ្យយើងចេះទម្លាក់ចោលតែប៉ុន្តែបើសិនជាយើងថាអូនេះជារបស់អញស្បែកនេះសាច់អញខ្ចីញញស្អាតណាហើយអ្នកនេះជារបស់អញអ្នកនោះជារបស់អញប្រកាន់យូរទៅអារបស់អញទាំងអស់ហ្នឹងវាមិនថិតទេវាមិននៅជាមួយយើងក៏តូចចិត្តចាគួបផ្សំនឹងការងាររបស់យើងដែលកើតឡើងកន្លងមកយើងធ្វើអីក៏មិនបានសម្រេចមិនបានជោគជ័យគ្មានអ្នកគាំទ្រហើយយើងគិតថាយើងនេះជាមនុស្សដែលអន់ជាមនុស្សដែលគ្មានសមត្ថភាពអញ្ចឹងក៏ធ្វើឲ្យយើងតូចចិត្តបាក់ទឹកចិត្តដូច្នេះជំរាបជូនទៅប្រិយមិត្តយើងដែលកំពុងបាក់ទឹកចិត្តថារឿងខ្លះត្រូវពិចារណាឃើញឲ្យឃើញពីហេតុនិងផលថាបើសិនជាយើងព្យាយាមចង់បាននោះថាវាជារបស់អ្វីជារបស់ពិតនៅជាមួយយើងអស់មួយជីវិតដែរឬទេបាទហើយពិចារណាតទៅទៀតថាបើសិនជាខ្លួនបរាជ័យនៅក្នុងរឿងនោះតើវាមូលហេតុអ្វីមកពីយើងខ្វះសមត្ថភាពខ្វះអ្នកគាំទ្រហើយឬក៏របៀបណាបើសិនជាខ្វះអ្នកគាំទ្រអ្នកត្រូវគិតជួយខ្លួនឯងជាមុនសិនពីព្រោះគ្មានទេវតាណាមកជួយយើងបានទេហើយធ្វើអ្វីក៏ដោយបើយើងធ្វើអំពើល្អហើយកុំចាំបាច់ថាតលគេមកគាំទ្រយើងរឿងដែលយើងធ្វើល្អមិនមែនធ្វើដើម្បីឲ្យគេស្ញើចសរសើរដើម្បីឲ្យគេមករីករាយបច្ចាយើងទេគឺយើងធ្វើសេចក្តីល្អដើម្បីសេចក្តីល្អខ្លួនឯងហើយដឹងតែយើងប៉ុណ្ណឹងទៅហើយអ្វីក៏ដោយរឿងដែលយើងជួបកត្តាបរាជ័យផ្ទួនត្រូវតែស្វែងរកចំណុចខ្សោយរបស់ខ្លួនឯងកែតម្រូវខ្លួនឯងចាប់ផ្ដើមបោះជំហានទៅមុខអ្វីដែលសំខាន់គឺថារឿងបរាជ័យវាមិនទៅធ្ងន់ធ្ងរវាមិនអស្ចារ្យទេអ្វីដែលសំខាន់នោះគឺកត្តាបាក់ទឹកចិត្តនេះឯងអញ្ចឹងបាក់ទឹកចិត្តស្មើនឹងចាញ់ឯងមនុស្សយើងជួបប្រទះរឿងរ៉ាវជីវិតច្រើនណាជួបរឿងច្រើនដូច្នេះគ្រាន់តែជួបនៅភាពបរាជ័យយើងបោះបង់ចោលគឺស្មើនឹងចាញ់ប៉ុន្តែបើយើងមិនបោះបង់ចោលយើងស្មើនឹងជោគជ័យទៅថ្ងៃខាងមុខទៀតអញ្ចឹងស្វែងរកកត្តាបរាជ័យរបស់ខ្លួនឯងខ្វះចំណុចណាយើងត្រូវកែប្រែលុតដំកែប្រែតទៅទៀតដើម្បីឲ្យយើងមានចំណេះជំនាញមានទេពកោសល្យកាន់តែខ្លាំងក្លាដែលយើងជួបបញ្ហាទាំងអស់នោះយើងអាចប្រឈមបានមនុស្សដែលចេះតែរត់គេចចេញអំពីបញ្ហាមនុស្សដែលធ្វើអីមួយមិនច្បាស់លាស់ហើយមិនព្រមកែប្រែនោះក៏វាមិនកើត
គេថាមនុស្សយើងចេះតែធ្វើប៉ុន្តែមិនចេះគិតក៏បរាជ័យចេះតែគិតហើយមិនព្រមធ្វើក៏បរាជ័យដែរដូច្នេះត្រូវស្វែងរកចំណេះចេះដឹងដាក់ខ្លួនឲ្យបានច្រើនដើម្បីយើងបានយល់អំពីការពិតអ្វីជាការពិតអ្វីដែលជាការមិនពិតអញ្ចឹងនៅពេលណាដែលយើងយល់អំពីដំណើរនោះហើយយើងធ្វើអីមួយគឺប្រកបដោយបញ្ញាកាលណាប្រកបដោយបញ្ញាយើងកម្រខុសហើយដូចជាតើបាក់ទឹកចិត្តចឹងពេលខ្លះយើងចេះតែទៀមទានេះទៀមទានោះប៉ុន្តែបញ្ញាយល់របស់យើងនឹងវាអត់ដល់ចំណុចថាអ្វីដែលយើងទៀមទានេះគេមានឲ្យយើងអត់បាទឧទាហរណ៍នារីម្នាក់គាត់ទៀមទាចង់បានភាពស្មោះត្រង់ពីបុរសម្នាក់ប៉ុន្តែមើលទៅគុណតម្លៃយើងអត់សោះណាអត់សោះមិនអាចធ្វើឲ្យគេនៅផ្ដល់អ្វីៗឲ្យយើងបានទេខ្ញុំឧទាហរណ៍ថាបើយើងគ្រាន់តែជាលិមួកណាឧបមាទេជាដុំលិមួកតើឲ្យសត្វឃ្មុំឯណាមកនៅក្បែរនេបនិតជាមួយយើងបានវាអត់មានអញ្ចឹងវាមានតែពពួករុយពពួកសត្វដែលអាសោចស្អុយរលួយត្រូវការភាពស្អុយរលួយនឹងឯងទៅនៅជាមួយនឹងចុះបើសិនជាយើងជាផ្កាដែលមានក្លិនពីដោផ្កាដែលក្រអូបឈ្ងុយឈ្ងប់អញ្ចឹងធ្វើឲ្យពួកឃ្មុំពួកកន្លង់គឺទៅក្រេបទៅអែបទៅក្បែរឬមេអំបៅហ្នឹងក៏ជាសត្វដែលវាក្រាន់បើដែរនេះអញ្ចឹងមិនថានេះហើយគេថាបញ្ញាយល់ត្រូវប៉ុន្តែបើយើងមិនមានបញ្ញាយល់ត្រូវយល់ឃើញច្បាស់ទេយើងគិតថាធ្វើម៉េចចង់បានអ្នកដែលល្អនៅក្បែរខ្លួនទាំងតែខ្លួនឯងនឹងអត់បានធ្វើរឿងល្អទេអញ្ចឹងអ្វីក៏ដោយបើបាក់ទឹកចិត្តហើយសូមកុំអស់សង្ឃឹមសូមចាប់ផ្ដើមវាជាថ្មីបន្តទៀតរកអានរកសាកសួរសំណួរផ្សេងមកកាន់កម្មវិធីយើងក៏ដោយដែរយើងរងចាំប្រឹក្សាបាទរៀងរាល់ម៉ោង10ដល់ម៉ោង11ហ្នឹងតាមរយៈវិទ្យុហើយយើងមានអាប់ឡូតចូលក្នុង YouTube បន្ថែមទៀតដើម្បីឲ្យបងប្អូនយើងបានចេះដឹងកាន់តែច្រើនទៀតអញ្ចឹងមេរៀននេះគឺយើងរៀនមិនចេះចប់ទេសម្រាប់ជីវិតរបស់យើងបាទជូនទៅប៉ុណ្្នឹងទេបាទ